ចាប់ផ្ដើមសាច់រឿងដំបូងមានបរិសម្នាក់កំពុងតែម៉ាស្សាឲ្យភ្ញៀវដែលបរិសម្នាក់នោះមានឈ្មោះថា David Parkour ដែលជាតួអង្គសំខាន់នៅក្នុងរឿង David គឺមានអាយុ22ឆ្នាំហើយសប្តាហ៍ថ្ងៃគេធ្វើការជាអ្នកម៉ាស្សាឲ្យចាស់ៗដោយក្នុង1ម៉ោងរូបគេទទួលបាន$75 David គេគឺជាមនុស្សម្នាក់ដែលជាមនុស្សបរាជ័យគាត់ធ្លាប់ឈប់រៀនកាលពីគាត់នៅសាកលវិទ្យាល័យហើយក៏ធ្លាប់ត្រូវឪពុកម្ដាយបណ្តេញចេញពីផ្ទះថែមទាំងធ្លាប់ត្រូវបានគេបណ្តេញចេញពីកន្លែងការងារច្រើនកន្លែងផ្សេងៗគ្នាដោយសារតែជីវភាពគេក៏គិតឃើញថាគេគួរតែយកសាច់កណាត់មកលក់ឲ្យមណ្ឌលចាស់ជរាតែពេលដែលយកទៅឲ្យគេត្រួតពិនិត្យមើលក៏ឃើញថាសាច់កណាត់ហ្នឹងគឺវាទន់ពេកមិនល្អសម្រាប់ស្បែកមនុស្សចាស់ដូច្នេះខាងមណ្ឌលក៏មិនទទួលទិញដូច្នេះក៏មានន័យថា David គេក៏ត្រូវខាតព្រោះតែគ្មានអ្នកទទួលទិញបន្ទាប់ពីហ្នឹង David ក៏បានទៅចូលរួមពិធីបុណ្យសពរបស់មិត្តភក្តិគេដែលបានស្លាប់តែចៃដន្យអីពេលហ្នឹងគេក៏បានក្រឡេកឃើញមិត្តភក្តិចាស់គេកាលពីរៀនវិទ្យាល័យដែលមានឈ្មោះថា Ephraim បន្ទាប់មកពួកគេទាំងពីរនាក់ក៏បានមកនិយាយសួរសុខទុក្ខគ្នាលេង David ក៏សួរថាតើឯងមកម៉ែអាមីនេះដើម្បីចូលរួមពិធីបុណ្យសពមែនដែរឬទេ Ephraim ក៏ឆ្លើយថាអើយតាមពិតទៅគ្នាមកនេះមិនមែនចូលរួមបុណ្យសពអីនោះទេគឺគ្នាមកដើម្បីរកឯងនឹងហើយ David ក្រោយពីនិយាយគ្នាចប់ពួកគេទាំងពីរនាក់ក៏បាននាំគ្នាជិះឡានដើរលេងពេលកំពុងធ្វើដំណើរ David ក៏បានសួរ Ephraim ថាហេតុអីបានជាឯងដូរមកនៅ Miami វិញក្រែងនៅ LA ឯងធ្វើជាអ្នកជួញដូរកំភ្លើងជាមួយពូរបស់ឯងតើអីEphraim ក៏និយាយរៀបរាប់ថាពីមុនយើងនឹងពូរបស់យើងទិញកំភ្លើងដែលប៉ូលីសរបស់បានហើយដាក់ដេញថ្លៃបន្ទាប់មកលក់នៅក្នុងអ៊ីនធឺណិតតែដោយសារតែពូរបស់យើងនឹងគឺបានគេចំណេញលុយរហូតដល់ទៅ$70,000តែយ៉ាងណាយើងក៏បានរកលុយច្រើនដូចនេះយើងក៏សម្រេចចិត្តមក Miami ចេញរកស៊ីខ្លួនឯងតែម្ដងបន្ទាប់មក Ephraim ក៏និយាយរឿងមើលងាយថាគ្នាឮថាឯងនឹងលក់កណាត់ពូកហើយដើរម៉ាស្សាឲ្យគេឥឡូវហ្នឹងគឺយ៉ាងម៉េចហើយDavid ក៏ថាមិនអីទេការងារនេះគឺជាការងារសុចរិតនិងការងារស្របច្បាប់ក្រោយមក Ephraim ក៏បាននាំ David មកទិញវីតតែដោយសារតែថ្ងៃហ្នឹងអ្នកលក់អត់នៅហើយពេលនោះក៏មានពួកកែមួយក្រុមបានស្រែកថាម្ចាស់ផ្ទះអត់នៅទេមកទិញវីតមែនបើចង់បានខ្ញុំមិនលក់ឲ្យតែ$300មកតែបន្ទាប់ពីទទួលលុយដល់ដៃហើយពួកកែងបែរជាមិនឲ្យវីតនិងបានដេញ Ephraim ចេញតែមិនចឹងនោះទេ Ephraim ក៏បានទាញកំភ្លើងចេញពីគូតឡានមកបាញ់រះធ្វើឲ្យពួកកែងរត់អស់កាន់មកដល់ថ្ងៃបន្ទាប់ David ក៏បានមក office របស់ Ephraim តាមការណាត់ពេលចូលមកដល់ក៏ចាំពេល Ephraim កំពុងតែនិយាយទូរស័ព្ទបន្ទាប់មក David ក៏សួរថាតើឯងកំពុងតែនិយាយពីអីហ្នឹងគ្នាស្ដាប់អត់យល់ទេ Ephraim ក៏ថាគ្នាកំពុងតែខ្លាចបន្លំធ្វើជាមន្ត្រីយោធាតែ David ក៏ថាយើងស្មានតែឯងជាអ្នកលក់កំភ្លើងអនឡាញធម្មតាតាEphraim ក៏តបវិញថាគ្នាលេងលក់បែបអញ្ចឹងទៀតហើយឥឡូវនេះគ្នារកស៊ីជាមួយនឹងទាហានអាមេរិកយកតែម្ដងបន្ទាប់មកពួកគេក៏បាននាំគ្នាជក់វីតពេលនោះផងដែរ David ក៏សួរថាតើឯងលក់របស់ទាំងអស់នេះឲ្យពួកទាហានមែនទេ Ephraim ក៏ថាត្រូវហើយយើងលក់របស់ទាំងអស់នេះដូចជាកំភ្លើងក្រកកំភ្លើងអាវក្រោះហើយកាលពីសប្តាហ៍មុនយើងទើបតែឲ្យគេដឹកម៉ាស់ខ្យល់400ឲ្យទាហានអាមេរិកនៅអ៊ីរ៉ាក់ David ក៏សួរថាតើឯងធ្វើការងារនឹងយូរនៅ Ephraim ក៏ថាជាង3ខែហើយគ្រាន់តែ8សប្តាហ៍មុនហ្នឹងយើងរកបានទៅដល់$20,000ណោះហើយគ្នាប្រាប់នេះមិនមែនគ្នាចង់អួតអីទេដោយសារតែឯងគឺជាសម្លាញ់របស់យើងហើយបន្ទាប់ពីនេះ Ephraim ក៏បានប្រាប់ David អំពី website មួយរបស់រដ្ឋាភិបាលអាមេរិកដែលសម្រាប់ឈ្មួញដេញថ្លៃកងត្រាផ្គត់ផ្គង់អាវុធសម្រាប់ទាហានអាមេរិកហើយ Ephraim ក៏ថាគេមិនខ្វល់ពីកងត្រាធំៗនោះទេគេខ្វល់តែពីកងត្រាកាពេកកំពកតែប៉ុណ្ណោះព្រោះដោយសារតែកងត្រាធំៗគឺមានការប្រកួតប្រជែងខ្ពស់ដូច្នេះកងត្រាតូចៗមិនសូវមានអ្នកចាប់អារម្មណ៍នោះទេលុះដល់យប់ឡើងប្រពន្ធរបស់ David ដែលមានឈ្មោះថា Alice បានមកប្រាប់គេថាឥឡូវនេះមានផ្ទៃពោះហើយតែ David ក្រោយពីឮដំណឹងនេះគេមិនសូវសប្បាយចិត្តនោះទេកាលមកដល់ព្រឹកឡើង David ក៏បានមកជួប Ephraim និយាយរឿងដែលគេចិត្តខ្លាចជាប៉ារបស់គេ Ephraim ក៏សួរថាតើឯងគិតចង់ដល់ស៊ីឈ្នួលម៉ាស្សាឲ្យគេមកជីវិតដើម្បីចិញ្ចឹមកូនរបស់ឯងមែនទេ David រកឆ្លើយមិនចេញនោះទេដោយសារតែពេលនេះគេគិតមិនចេញអីទាំងអស់តែពេលនោះ Ephraim ក៏បានប្រាប់ឲ្យ David ថាឯងគួរតែមកធ្វើការជាមួយនឹងគ្នាមកគ្នានិយាយមែនអត់និយាយលេងទេហើយឥឡូវនេះប្រធានាធិបតីអាមេរិកលោក George W Bush ក៏បានបើកឱកាសមាសសម្រាប់ពួកយើងហើយ David ក៏ថាល្អហើយតែយើងនឹងប្រពន្ធរបស់យើងសុទ្ធតែជាមនុស្សដែលដាក់ញត្តិប្រឆាំងនឹងសង្គ្រាមតែ Ephraim ក៏ថាយើងក៏ស្អប់សង្គ្រាមដែរតែសង្គ្រាមនេះគឺវាបានកើតឡើងហើយដូច្នេះយើងមានតែទាញផលប្រយោជន៍ពីវាឬដូច្នេះ David ក៏យល់ព្រមតែទោះបីជាយ៉ាងណាក៏ដោយក៏ David មិនហ៊ានប្រាប់ប្រពន្ធតាមត្រង់ដែរដោយសឹកចិត្តកុហកថាលក់សាច់កណាត់ឲ្យទាហានអាមេរិកជាមួយ Ephraim តែតាមពិតទៅគឺលក់គ្រឿងឧបករណ៍កងទ័ពណាមួយបើសិនតែប្រាប់តាមត្រង់ប្រកាសជាប្រពន្ធមិនយល់ព្រមនោះទេកាលមកដល់ត្រង់នេះគឺឃើញថា David គេបានចាយពេល6ខែដំបូងរបស់គេដើម្បីរៀនពីរបៀបជួញដូរកំភ្លើងរហូតដល់ស្គាល់កំភ្លើងគ្រប់ប្រភេទតាំងពីកន្លែងផលិតទម្ងន់និងស៊េរីកំភ្លើងហើយ David គេតែងតែចំណាយពេលស្ទើរតែពេញមួយថ្ងៃរបស់គេដើម្បីធ្វើការតាមដាន website រដ្ឋាភិបាល
ហើយជំនួយរបស់គេក៏ដើរទៅមុខជាធម្មតាការមកដល់ត្រង់នេះគឺមានបរិះវ័យចំណាស់ម្នាក់មានឈ្មោះថា Ras Loki ដែលជាដៃគូចាស់រ៉ូស៊ីរបស់ Ephraim ហើយ Ras ក៏ជាម្ចាស់អាជីវកម្មបោកអ៊ុតមួយនៅរដ្ឋ Miami ហើយពេលនេះ Ephraim ក៏បានមករក Ras ដើម្បីបណ្ដាក់ទុនរកស៊ីជាមួយគ្នាហើយពេលនោះ Ras ក៏បានកាន់កាប់ភាគហ៊ុនចំនួន 25% នៃជំនួយរបស់ Ephraim លុះយប់ឡើងពួកគេក៏បានចូលក្លឹបផឹកស្រាតែក្នុងពេលនោះផងដែរ David ក៏បាននិយាយពីការរកស៊ីជាមួយបរិះម្នាក់មានឈ្មោះថា Henry Ephraim គ្រាន់តែលើឈ្មោះ Henry ភ្លាមគេក៏និយាយថាចំមិនក៏រកស៊ីជាមួយអាប៉ិនឹងអញ្ចឹងមានដឹងអត់ថាអាប៉ិនឹងសាហាវគ្រាន់តែ20ឆ្នាំចុងក្រោយនេះអាប៉ិនេះបានគាត់ភងអាវុធឲ្យគូចំនួនទាំងសងខាងមិនថាខាងណានោះទេឲ្យតែកំងទិញដឹងតែលក់ឲ្យទាំងអស់ David ក៏ថាចំមិនបាន Henry តាក់ទងមកយើងអញ្ចឹង Ephraim ក៏តបវិញថាអាប៉ិនឹងធ្វើដើម្បីតែលុយទេគ្មានខ្វល់អីទាំងអស់និយាយចប់ Ephraim ក៏បានទៅញ៉ែស្រីតែសំណាងមិនល្អក៏ប៉ះចំសង្សារគេមានណាសង្សារគេមកតាន់ក៏ត្រូវបានប្រមាណដៃទៅក្រោយមកពួកគេក៏បានមកផឹកស្រានៅទីមួយកន្លែងនិងបាននិយាយគ្នាអំពីអតីតកាលខូចៗដូចជាវាយគ្នាលួចជក់បារីអីជាដើមអញ្ចឹងទៅភ្លាមនោះក៏មានទូរស័ព្ទមួយបានខលមក David ក៏បានលើកទូរស័ព្ទហើយនិយាយថាបាទប្រកាសណាស់លោកកាពីតាន Santos ម៉ោង9ព្រឹកនៅ Baghdad ពួកយើងនឹងដឹកទៅដល់ Ephraim ក៏សួរថាតើមានរឿងអីហ្នឹងDavid ក៏ថាយើងទទួលបានកងត្រាផ្គត់ផ្គង់អាវុធកំភ្លើងខ្លីហើយលើកនេះគឺធំជាងលើកមុន10ដងហើយ Ephraim គ្រាន់តែលើព្រាមក៏និយាយថាតើមានដឹងទេពួកយើងនឹងរកលុយបានទៅដល់$60,000ពីកងត្រានេះហើយ David ឯងនឹងទទួលបាន30%ស្មើនឹង$18,000លឺហើយ David ក៏សប្បាយចិត្តណាស់ដោយសារតែលុយច្រើនបែបនេះទោះគេដើរម៉ាសាឲ្យគេមួយជីវិតក៏រកមិនបានដែរក៏មកដល់កន្លែងនេះ David បាននាំប្រពន្ធរបស់គេមកឆ្លោះអេកូពិនិត្យសុខភាពកូននៅក្នុងពោះកំឡុងពេលនោះក៏មានទូរស័ព្ទមួយបានខលមកពីលោកកាពីតាន Santos លោកកាពីតានក៏បាននិយាយថាខ្ញុំបារម្ភអំពីអាវុធដែលខ្ញុំបានកំងណាស់ David ក៏ថាកុំបារម្ភអីគ្មានបញ្ហាអ្វីកើតឡើងនោះទេលោកកាពីតានក៏សួរថាតើអាវុធដែលកំងនោះត្រូវដឹកចេញពីអ៊ីតាលីដែរមែនទេDavid គេថាបាទប្រកាសណាស់លោកកាពីតានក៏ថា David តើលោកមានដឹងទេកាលពីសប្តាហ៍មុនអ៊ីតាលីបានចេញច្បាប់ហាមមិនឲ្យនាំចេញអាវុធទៅប្រទេសអ៊ីរ៉ាក់ទេ David ក៏មិនដឹងនិយាយថាម៉េចក៏ចេះតែនិយាយថាអូមិនអីទេចាំខ្ញុំរៀបចំចាំខ្ញុំដោះស្រាយជូនភ្លាមនោះប្រពន្ធរបស់ David ក៏បានដើរចូលមកហើយក៏បានប្រាប់ថាកូននៅក្នុងពោះគេគឺជាកូនស្រីតមកដល់ត្រង់នេះ David ក៏បានចេញមកនិយាយគ្នាជាមួយ Ephraim រឿងដឹកអាវុធទៅអ៊ីរ៉ាក់ David ក៏ថាយើងមិនអាចលេងសើចជាមួយលោកកាពីតានបានទេបើហ៊ានតែមិនដឹកឲ្យនោះគឺចប់តែម្ដងហើយជំនួយរបស់យើងនោះ Ephraim ក៏ថាឯកកំភៃយើងមានដំណោះស្រាយហើយយើងឲ្យគេដឹកតាមហ្សកដានីដែលជាប្រទេសជាប់គ្នានឹងអ៊ីរ៉ាក់ដែលជាសម្ព័ន្ធមិត្តអាមេរិកថែមទាំងគ្មានការបិទការដឹកជញ្ជូនទៀតផងនេះវាថាចុះយើងគួរដោះស្រាយជាមួយពួកអ៊ីតាលីថាយ៉ាងម៉េចទៅEphraim ក៏ថាកុំខ្វល់វាគ្មានបញ្ហាសម្រាប់ពួកគេនោះទេអ្វីដែលសំខាន់ហ្នឹងគឺយើងដឹងតែដឹកអាវុធឲ្យទៅលោកកាពីតានទៅបានហើយលុះដល់យប់ឡើងប្រពន្ធរបស់ David ក៏បានហៅមិត្តភក្តិ David ផ្សេងៗមកញ៉ាំអាហារពេលយប់ជាមួយគ្នានៅក្នុងផ្ទះកំឡុងពេលនោះប្រពន្ធរបស់ Andrew ក៏បាននិយាយថា Andrew បានប្រាប់ខ្ញុំថា David លោក Rosie លោកអាណត្តិជាមួយនឹង Ephraim តើមែនទេ David ក៏ថាបាទប៉ុណ្ណាប្រពន្ធរបស់ Andrew ក៏ថាប្រយ័ត្នខ្លួនផងព្រោះបងប្អូនជីដូនមួយ Ephraim ឈ្មោះ Rebecca ក៏ធ្លាប់ប្រាប់នាងផងដែរថានាងធ្លាប់លុយប៉ារបស់នាងដល់ទៅ$7,000ណោះ David ក៏តបថាអូខ្ញុំធ្លាប់ឮរឿងស្តៀងនឹងដែរដែលពូរបស់គេនឹងបានបោកលុយគេដូចគ្នាក្នុងពេលនោះផងដែរនឹង Ephraim ក៏បានដើរចូលមកហើយក៏បានហៅ David ទៅនិយាយគ្នាបន្ទាន់នៅខាងក្រៅបន្តិចលុះទៅដល់ Ephraim ក៏បានប្រាប់ថាអាវុធដែលពួកយើងបានដឹកទៅនោះគឺត្រូវបានហ្គោយនៅសង្កដានីចាប់ខុសទុកបាត់ទៅហើយនិយាយតបជាប់ភ្លាមលោកកាពីតានក៏បានខលមកហើយលោកកាពីតានក៏និយាយថាខ្ញុំទើបតែទទួលបានដំណឹងថាអាវុធដែលដឹកមកនោះត្រូវបានខុសទុកនៅសង្កដានីតែ David ក៏ថាបញ្ហាតិចតួចលោកកំភៃអាវុធទាំងអស់នោះគឺមានសមត្ថភាពនៅទីក្រុងអាម៉ាន់ប្រទេសសង្កដានីហើយខ្ញុំក៏កំពុងតែរិះរោចដំណោះស្រាយតែលោកកាពីតានមិនខ្វល់នោះទេភ្លាមនោះ Ephraim ក៏បានទាញទូរស័ព្ទមកនិយាយ Ephraim ក៏ថាលោកកាពីតានខ្ញុំទើបតែទទួលបានដំណឹងនេះហើយខ្ញុំក៏កំពុងតែបង្កើតជំរើសផ្សេងៗហើយពួកយើងនឹងជំនួសដោយអាវុធ TP1 របស់ប្រេស៊ីលតែយ៉ាងណាលោកកាពីតានមិនយល់ព្រមនោះទេបើខ្ញុំនិយាយថាបារ៉េតេអ៊ីតាលីហើយគឺបារ៉េតេអ៊ីតាលីបើមិនអញ្ចឹងទេគឺខ្ញុំនឹងបញ្ចប់កងត្រានេះឬដូច្នោះ Ephraim ក៏ព្យាយាមនិយាយកំសត់ឲ្យលោកកាពីតានអាណិតតែមានណាលោកកាពីតានមិនបានស្ដាប់នោះទេព្រមទាំងបិទទូរស័ព្ទឈប់ស្ដាប់ទៀតផងតែសំណាងមិនល្អប្រពន្ធរបស់ David ក៏បានដើរមកទាន់ស្ដាប់ឮការសន្ទនាក្រោយមកក៏បានដឹងការពិតថា David មិនមែនជាអ្នកលក់សាច់កាណាត់អីនោះទេតែពិតគឺជាអ្នកជួញដូរអាវុធ David ក៏បានព្យាយាមបញ្យល់បងមិនអាចចិញ្ចឹមកូនដោយគ្រាន់តែដើរម៉ាក់សាឲ្យគេនោះទេហើយសាច់កាណាត់ស្អីគេនោះក៏គ្មានអ្នកទិញដែរតែយ៉ាងណា Ellie នាងនៅតែខឹងខ្លាំងព្រោះតែនាងត្រូវបាន David កុហកហើយពេលនោះផងដែរ Ephraim ក៏បានបើកទ្វារចូលមកសួរ David តើឯងមាន passport អត់ David ក៏ថាអូខេមានតា
ហើយ Ephraim ក៏ថាអូខេអញ្ចឹងស្អែកពួកយើងទៅដោះស្រាយនៅសកដានីតែម្ដងក៏មកដល់កន្លែងនេះ David និង Ephraim ក៏បានធ្វើដំណើរមកដល់ប្រទេសសកដានីហើយក៏បានមកជួបពួកបងធំដែលជាខ្សែរបស់កូយសកដានីនៅពេលនោះផងដែរក៏មានខ្លួនក្មេងម្នាក់ដែលជាអ្នកចាំបកប្រែហើយពួកបងធំនោះក៏បានថាអាវុធទាំងនោះគឺបានផុតកំណត់ការអនុញ្ញាតហើយ Ephraim ក៏ថាដោយសារតែមូលហេតុនេះហើយបានជាគេមកទីនេះហើយ David ក៏ថាតាមដឹងលោកដូចជាមានស្គាល់អ្នកនៅក្នុងជួររដ្ឋាភិបាលដូច្នេះបានន័យថាលោកគឺអាចជួយពួកយើងបានតែពួកបងធំនោះថាតត6អាទិត្យទៀតឯណោះទៅមានការអនុញ្ញាតតែដោយសារតែ Ephraim គ្មានពេលដល់6អាទិត្យនោះទេដូច្នេះបានជាគេបុកលុយឲ្យពួកបងធំដើម្បីដឹកអាវុធឲ្យគេមកក្នុងថ្ងៃស្អែកលុះ3ថ្ងៃកន្លងផុតទៅអាវុធក៏បានដឹកមកដល់កន្លែង David និង Ephraim ស្នាក់នៅតែដាច់ការត្រង់ថា David គេចង់បានសិទ្ធិហោះហើរដើម្បីដឹកអាវុធទៅអ៊ីរ៉ាក់តែកូនក្មេងដែលបកប្រែក៏ថាលោកចង់បានអាវុធវិញឥឡូវយើងយកមកឲ្យវិញហើយតែចង់បានអីទៀតបើដឹកតាមផ្លូវគោកគឺលោកមិនចាំបាច់សុំសិទ្ធិអ្វីទាំងអស់David ក៏ថាមិនប្រងឲ្យខ្ញុំនឹងជិះទៅអ៊ីរ៉ាក់កូនក្មេងក៏ថាមិនបានបើលោកម៉ាវ៉ារ៉ូជាអ្នករត់ពន្ធដល់ប្រកែម្នាក់គាត់ជិះទៅអ៊ីរ៉ាក់3ទៅ4ដងក្នុងមួយខែ David ក៏បានងាកទៅសួរ Ephraim តែ Ephraim ក៏ថាអូខេគ្មានបញ្ហានោះទេត្រឹម800គីឡូប្រហែលជាទៅដល់នៅព្រឹកស្អែក David ក៏យល់ព្រមទាំងស្ទះស្ទើរបន្ទាប់ពីចេញដំណើរបានមួយសន្ទុះ David ក៏បានសួរថានៅអ៊ីរ៉ាក់ហ្នឹងសុវត្ថិភាពអត់ Marlboro ក៏ថា50-50 David លឺភ្លាមក៏សួរថា50%រស់50%ងាប់មែនMarlboro ក៏តបថាបាទហ្នឹងហើយ50-50បន្ទាប់មក Ephraim ក៏បានងាកមកមើលកុងតឺឡានហើយក៏សួរថាចុះឡានមកអស់ប្រេងធ្វើម៉េចMarlboro ក៏ថាកំភៃនៅអ៊ីរ៉ាក់ប្រេងឡានគឺ free គ្រប់កន្លែងតែម្ដងកំភៃអីលុះដល់យប់ឡើងពួកគេក៏បានធ្វើដំណើរទៅដល់ព្រំដែនអ៊ីរ៉ាក់ពេលនោះផងដែរក៏មានឡានតាហ៊ានមកបិទផ្លូវហើយមកសួរនឹងស្រែសម្លុតតែបន្ទាប់ពី Marlboro បានប្រាប់ថាពួកគេមកធ្វើជំនួយលក់បារីនិងបានហុចបារី2សង់ឲ្យពួកតាហ៊ានទៅពួកតាហ៊ានក៏បានបើកផ្លូវឲ្យពួកគេឆ្លងកាត់ចូលទឹកដីអ៊ីរ៉ាក់តែម្ដងកាលមកដល់ព្រឹកឡើង David ក៏បានក្រោកពីដេកក្នុងឡានដើររក Marlboro តែពេលដែលកំពុងតែដើរចូលទៅក្នុងរោងម៉ាស៊ីនក៏ប្រទះឃើញសាកសពមួយបន្ទាប់មកគេក៏រត់មកប្រាប់ Ephraim តែ Ephraim ក៏ថាវាជារឿងធម្មតាទេដែលមានសាកសពមនុស្សស្លាប់នៅក្នុងតំបន់សង្គ្រាមនោះចាំមកផ្លេតយើងចុះទៅនំបន្តិចសិនកំឡុងពេលនោះដែរ Alice ក៏បានទេមកសួរសុខទុក្ខតែពេលដែលកំពុងតែនិយាយទូរស័ព្ទ David ក៏ក្រឡេកឃើញពួកអូទៀមតាមកញ្ចក់ភ្លាមនោះ David ក៏បានបិទទូរស័ព្ទហើយស្រែកហៅ Ephraim ឲ្យឡើងឡានឲ្យលឿនព្រោះឡានពួកអូទៀមនោះគឺមានកំភ្លើងផងឲ្យផង David និង Ephraim ក៏បានព្យាយាមបើកឡានរត់គេចដោយទុក Marlboro ចោលតែទោះបីជាយ៉ាងណាក៏ដោយ Marlboro ក៏បានព្យាយាមរត់តាមឡានតតែបានសម្រេចនឹងបានយកប្រេងមកចាក់ឡានទៀតផងហើយពេលនោះផងដែរក្រុមអូទៀមក៏មកជិតដល់ហើយតែភ្លាមនោះក៏មិនដឹងយ៉ាងម៉េចក៏បានឈប់ឡានដោយសារតែពួកគេបានឃើញកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកកំពុងតែហោះមកពីមុខហើយបន្ទាប់ពីនោះពួកគេក៏បានទៅដល់មូលដ្ឋានទ័ពរបស់លោកកាពីតែន Santos ដោយលោកកាពីតែនបានចេញមកស្វាគមន៍ពួកគេព្រមទាំងបានសរសើរពួកគេថាពិតជាក្លាហានមែនទែនដែលហ៊ានដឹកកាត់តំបន់ត្រីកោណនៃសេចក្តីស្លាប់គ្រាន់តែលើបែបហ្នឹងភ្លាមពួកគេទាំងពីរហ្នឹងក៏ភ្ញាក់ព្រឺតជុំតំបន់ត្រីកោណនៃសេចក្តីស្លាប់ដោយថាអញ្ចឹងពួកយើងដឹកដល់ណាក៏បានដែរសូម្បីតែកន្លែងគ្រោះថ្នាក់បែបនេះហើយបន្ទាប់ពីហ្នឹងពួកគេក៏បានទៅបើកលុយថ្លៃអាវុធហើយពេលនោះផងដែរពួកគេក៏បានឃើញលុយច្រើនមែនទែននៅក្នុងឃ្លាំងហើយក៏មានទាហានម្នាក់បាននិយាយថាលុយ 12.2 លានដុល្លារនេះគឺសុទ្ធតែជាលុយដែលរឹបអូសបានពីលោកសាដាមហ៊ូសេនហើយនិយាយចប់ Ephraim ក៏ទទួលសញ្ញេចំនួនលុយចំនួន 2.8 លានដុល្លារសហរដ្ឋអាមេរិក